ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកមើលមេកូហើយនេះចិត្តសម្រាប់មែនទៀនហើយដោះឡើងធំណាស់ថោកឡោកពិបាករឿងក្រោលគោនៅឆ្ងាយពីផ្ទះទៀតដល់ហ្នឹងមិនដឹងថាកើតយប់ឬកើតថ្ងៃបងប្អូនអើយហើយនេះមើលស្ទាបក្រោមនេះទៅកូនគេធាក់ស្ទាបក្រោមពោះឡើងហ្នឹងកូនគេកម្រើកបងប្អូនពេលណាមើលឃើញគោផើមអញ្ចឹងចេះនឹកឃើញដល់មនុស្សយើងដែរពិបាកដូចគ្នាមើលទៅទំហំពោះវាធំជាងមុនប្រហែលជា2 ដងកាកូនដបងណាមានទឹកសើមបងប្អូនពោះធំណាស់នឹកឃើញតែមនុស្សយើងឯងកាលណាដល់ចិត្តសម្រាលអញ្ចឹងមែនតែនទៅគេងក៏មិនបានអីក៏មិនបានដើរក៏ពិបាកហើយទម្រាំតែគ្នាមើលចោះហើយเราពិបាកទៀតមិនដឹងថាកើតជប់កើតថ្ងៃទេគោនៅខោឆ្ងាយពីផ្ទះប្រហែលជា2-3 គីឡូដែរហ្នឹងណាហើយថ្ងៃនេះឲ្យតងម្លងជ្វាថាតងម្លងជ្វាហ្នឹងសម្បូរទឹកដោះណាអញ្ចឹងយើងបងប្អូនដែលមានមេគោចិត្តកើតអីហ្នឹងរកតងម្លងជ្វាឲ្យវាស៊ីទៅមកខ្សែដោះឲ្យឡើងធំណាឥឡូវមិនដឹងថាត្រូវចងមុងដេកចាំhayក៏មិនទេនេះពោះធំខ្លាំងណាស់ហើយយើងបើសិនជាមានអេកូណាបងប្អូនចោះមើលនៅយើងវិញត្រូវភ័យដល់ថ្ងៃដល់ខែអត់ទាន់ឃើញកើតអីអញ្ចឹងណាកូនគេនេះធំណាស់ដឹងមិនទេខ្ញុំចេះតែអាណិតសត្វឃើញសត្វហ្នឹងនឹកឃើញដល់មនុស្សយើងហ្មងចាំមិនហ៊ានវាយហ៊ានអីទេស្លូតណាបងប្អូនណាតាមពិតទៅពីមុនមកផ្អើលខ្លាំងណាកាលនៅម្ចាស់មួយទៀតអ្នកមើលផ្អើលខ្លាំងប៉ុន្តែសត្វវាដូចតែមនុស្សយើងដែរកាលណាយើងថែយើងថ្នាក់ថ្នមវាស្ទាបក្អែលវាទៅវាស្លូតអញ្ចឹងណាអត់ផ្អើលទេក៏មុនក៏អត់ចេះចូលដែរគ្រាន់ថាដល់ឥឡូវស្លូតអត់ផ្អើលអត់អីអញ្ចឹងណាអញ្ចឹងមកយើងស្រឡាញ់វាក៏វាស្រឡាញ់យើងដូចតែគ្នាហ្នឹងមួយថ្ងៃទៅមើលតែគោហ្នឹងកំសាន្តអារម្មណ៍ផងមើលវាផងអញ្ចឹងបងប្អូនហើយយើងចិញ្ចឹមគោមានប្រយោជន៍ច្រើនយ៉ាងអាចឲ្យយើងឥឡូវគេថាកំដរអបសុកផងហើយមួយទៀតអាចឲ្យយើងហ្នឹងបានជីដាក់ស្រែអញ្ចឹងហើយនឹងមួយឆ្នាំតិចខ្លួនធ្លាក់មួយអញ្ចឹងណាអរគុណច្រើនបងប្អូនកុំភ្លេចជួយ Subscribe ឆានែលខ្ញុំផងអរគុណច្រើន